នេះគឺយើងមកនិយាយពីការប្រកួតរបស់អាត្រីចន្ទាភ្លើងនិងបុព្វបុរសក្បាច់គុណដែលគ្នាយើងមួយចំនួននៅតែមិនដឹងថាអ្នកទាំងពីរនេះគឺមិនទាន់បានប្រកួតគ្នានៅឡើយឡើងក៏ពិតនៅក្នុងសាច់រឿងរបស់មួយឈិនក៏គេបានបញ្ជាក់ដែរនៅពេលដែលមួយឈិនចូលក្នុងការប្រកួតមួយអញ្ចឹងគេបាននិយាយសាច់រឿងប្រវត្តិរបស់អាត្រីចន្ទាភ្លើងនិងបុព្វបុរសក្បាច់គុណគាត់ប្រកួតគ្នាផងដែរប៉ុន្តែគេអត់បញ្ជាក់ថាប្រកួតនៅពេលណានៅទេថ្ងៃនេះគឺខ្ញុំនឹងលើកយករឿងហ្នឹងយកមកនិយាយគឺជា story line របស់សៀវយានអតរិញដាតភ្លើងរបស់យើងហ្នឹងសាច់រឿងនេះបានចាប់ផ្ដើមឡើងនៅពេលដែលសៀវយានឡើងទៅដល់អាណាចក្រនៃអធិបតីភាពឋានសួគ៌បរិសុទ្ធចិត្តចូលដល់ដំណាក់កាលមួយទៀតនៅពេលហ្នឹងគឺសៀវយានបានបង្កើតនៅដែនដីភ្លើងគ្មានទីបញ្ចប់ហើយគាត់ក៏បានឆ្ងល់ថាខ្លួនឯងនឹងបុព្វបុរសក្បាច់គុណមួយណាខ្លាំងជាងនៅពេលនោះយានបើសិនជាលោកចង់ដឹងថាបុព្វបុរសក្បាច់គុណនិងលោកមួយណាខ្លាំងជាងលោកគួរតែសរសេរលិខិតអញ្ជើញនៃការប្រយុទ្ធគ្នាជាមួយនឹងបុព្វបុរសក្បាច់គុណទៅនៅពេលនោះសៀវយានក៏បានសរសេរសម្បត្តិអញ្ជើញទៅកាន់បុព្វបុរសក្បាច់គុណលេងតង់ឲ្យមកបង្កត់គ្នានៅក្នុងដែនដីមួយគេហៅថាដែនដីនៃទីវានអណ្ដាតភ្លើងនៅពេលដែលសៀវយានបានសរសេរសម្បត្តិអញ្ជើញទៅនោះលេងតង់ក៏មិនបានប៉ែសែតទេក៏បានយកព្រមមកការប្រកួតគ្នាបន្ទាប់ពីរយៈពេលមួយខែក្រោយមកពួកគេទាំងពីរក៏បានទៅទីលានអណ្ដាតភ្លើងនោះហើយក៏បានបើកនៅទីលានអណ្ដាតភ្លើងនោះហើយនៅលើទីលានអណ្ដាតភ្លើងនៃទ្វារនោះគឺមានព្រះច័ន្ទក្រហមដ៏ឆ្អិនឆ្អៅមួយនៅរះពីចំកណ្ដាលទៅលើហើយពួកគេក៏បានចូលទៅប្រយុទ្ធគ្នានៅក្នុងទីនោះអស់រយៈពេល1ខែពេញតែម្ដងគឺយូរខ្លាំងមែនទែនប្រកួតគ្នាអស់រយៈពេល1ខែពេញតែខ្ញុំចាំដូចជាកន្លះខែទៅ1ខែនៅខ្ទង់ហ្នឹងហើយអាណាចក្រអធិបតីភាពឋានសួគ៌និងអាណាចក្រអធិបតីភាពផែនដីជាច្រើនក៏បានអន្ទឹងមើលការរងចាំនៃការប្រយុទ្ធគ្នាទាំងនោះរបស់សៀវយាននិងលីងតង់បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនស្លាច់ឈ្នាតហើយបរិសទាំងពីរនោះក៏បានបើកនៅអាណាចក្រភ្លើងនោះមកវិញហើយក៏បានសើចទាំងពីរអ្នកថាគ្មានអាណាចាញ់គ្មានអាណាឈ្នះទេពួកយើងទាំងពីរនឹងស្មើគ្នាតែប៉ុណ្ណោះហើយពួកគេទាំងពីរក៏បានបំបែកផ្លូវគ្នាទៅអាណាចក្រក្បាច់គុណនិងដែនដីភ្លើងគ្មានទីបញ្ចប់បន្ទាប់ពីសាច់រឿងអ្នកទាំងពីរចប់ហើយបានគេនិយាយពីរឿងមួយឈិនទៅអ្នកគ្នាយើងអាចចូលទៅមើលរឿងមួយឈិននៅក្នុង channel បងអាណាចក្រក្បាច់គុណទៅគឺគាត់បានសម្ដែង novel ហ្នឹងគឺចប់ហើយ